នេះគឺជាថ្ងៃទី3នៃការហាត់ផ្ដាល់3សប្តាហ៍មុនការប្រកួតរបស់ខ្ញុំនៅវីដេអូមុនមានគ្នាយើងសួរខ្ញុំថាខ្ញុំវាយនៅកម្មវិធីអីខ្ញុំវាយនៅកម្មវិធី Cambodia Intern Club អ្នកគ្នាវាយថ្ងៃ22ខែក្រោយបើសិនអ្នកគ្នាចង់ដឹងព័ត៌មានបន្ថែមអ្នកគ្នាអាចចូល research page របស់គាត់បានហើយការហាត់របស់ខ្ញុំថ្ងៃហ្នឹងអត់មានអីច្រើនទេគឺមកដល់លោតន្ទាក់ហើយគឺយើងរុំដៃហើយយើងដៃពុតជើងអីហ្នឹងបន្ទាប់មកទៀតគឺយើងចូលវាយសាក់ពីបេទឹកដើម្បីកណ្ដាលសិចដុំហើយបានចូលស៊ីបតាមក្រោយនិយាយទៅថ្ងៃនេះថ្ងៃទី3ឯងអញ្ចឹងទៅស៊ូរៀងមកវិញគ្រាន់អីតែខ្ញុំឥឡូវគឺហាត់ផ្ដោតលើស៊ូព្រោះអីហាត់យូរពេកអញ្ចឹងទៅផ្ដោតលើស៊ូហើយគឺថាអត់មានអីច្រើនទេអ្នកគ្នាហាត់ដូចដល់រងថ្ងៃដែរគឺដល់វាយសាក់ហើយវាយស៊ីបក៏មកលេងរៀងកាយតិចតួចបន្ទាប់ពីវាយសាក់ពីទឹកអីហើយខ្ញុំក៏ចូលស៊ីបគ្រូហើយបើអ្នកគ្នាចាប់អារម្មណ៍ចង់ហាត់គុនខ្មែរដែរហើយចង់ដឹងរបៀបគេហាត់ដំបងគេហាត់មិនបើតាមបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងណាហាត់គុនខ្មែរដំបងគឺយើងត្រូវផ្ដោតលើការឃុំការឃុំនេះគឺចំហឈរយើងឈរឲ្យស្អាតហើយយើងលើដៃឃុំឲ្យស្អាតហ្នឹងណាហើយនឹងវាយ1 2ដល់ពេលយើងចេះមូលដ្ឋានគ្រឹះហ្នឹងហើយអាហ្នឹងក្បាច់ផ្សេងទៀតក៏វារៀងស្រួលទៅតាមហ្នឹងដែរអ្នកគ្នាហើយបន្ទាប់ពីខ្ញុំចូលស៊ីបហើយគឺខ្ញុំលេងសិចដុំតែសិចដុំក៏លេងច្រើនដែរព្រោះអីយើងហាត់ដើម្បីវាយចឹងតែហ៊ានលេងច្រើនទេហើយម្នាក់គ្នាចង់តាមដានសកម្មភាពនៃការហ្វឹកហាត់របស់ខ្ញុំបន្តទៀតកុំភ្លេចចុច follow ម្នាក់មួយផង